ประเด็นកំពុងតាមដានទស្សនភាពសាររបស់ BTV ជាទីមេត្រីនៅក្នុងពេលនេះខ្ញុំបាទមានកិច្ចសម្ភាសន៍មួយជាមួយនឹងបណ្ឌិតមាសបូរ៉ាលោកបណ្ឌិតមាសបូរ៉ាគឺជាអ្នកសិក្សាអត្ថបទសិលាចារឹកនៅវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិតសភាកម្ពុជាកិច្ចសម្ភាសន៍រវាងខ្ញុំបាទជាមួយនឹងលោកបណ្ឌិតមាសបូរ៉ានៅពេលនេះគឺផ្ដោតជាសំខាន់ទៅលើអត្ថន័យនៃសិលាចារឹកនៅប្រាសាទខ្នាដើម្បីជាច្បាស់ថាតើសិលាចារឹកនៅទីនោះមានខ្លឹមសារយ៉ាងណានោះសូមប្រិមត្តតាមដានទស្សនានៅកិច្ចសម្ភាសន៍រវាងខ្ញុំបាទជាមួយនឹងលោកបណ្ឌិតមាសបូរ៉ាដូចតទៅខ្ញុំបាទសូមជំរាបសួរលោកបណ្ឌិតលោកបណ្ឌិតតាមរយៈការសិក្សាស្រាវជ្រាវរបស់លោកបណ្ឌិតអំពីប្រាសាទខ្នានេះសិលាចារឹកមួយផ្ទាំងទៀតមានខ្លឹមសារយ៉ាងម៉េចដែរលោកបណ្ឌិតបាទចំពោះសិលាចារឹកនៅផ្ទាំងទី2នេះគឺជាសិលាចារឹកមួយដែលចានៅក្នុងដែលស្ដេចលោកបានកត់ត្រារួចហើយដែលស្ដេចលោកបានចុះការរួចហើយសិលាចារឹកហ្នឹងនៅក្នុងអត្ថបទគឺបានចុះឆ្នាំកាលបរិច្ឆេទដូចគ្នាដែរគឺកាលបរិច្ឆេទ902មហាសករាជ902នៃមហាសករាជអាហ្នឹងនៅជ្រុងមួយទៀតគឺចាឡើងនៅក្នុងឆ្នាំ923បាទអញ្ចឹងបើសិនជាយើងគិត902ហើយ923វាខុសគ្នាបាទ902និង923ខុសគ្នាបើយើងគិតធម្មតាគេមិនអាចចាឆ្នាំ902នៃមហាសករាជមុនចាឆ្នាំ923នៃមហាសករាជទេអញ្ចឹងមានន័យថាសាលាចារឹកគឺចាក្នុងឆ្នាំ923នៃមហាសករាជប៉ុន្តែរៀបរាប់អំពីតាំងពីឆ្នាំ902មកនោះ902មកអញ្ចឹងខ្ញុំនិយាយនៅក្នុងទិដ្ឋភាពជាមហាសករាជអញ្ចឹងបើសិនជាយើងបូកជាមួយ78 923បូកជាមួយ78ទៅយើងឃើញ1001យើងឃើញ1001អញ្ចឹងឃើញឆ្នាំ1001ហ្នឹងគឺជាទិដ្ឋភាពនៃគ្រិស្តសករាជព្រោះគ្រិស្តសករាជកើតតាំងក្រោយមហាសករាជគឺ78ឆ្នាំអញ្ចឹងបើសិនជានៅក្នុងឆ្នាំ1001អញ្ចឹងសាលាចារឹកហ្នឹងយើងអាចសន្និដ្ឋានពីរទី1អាចនៅក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី5នឹងហើយពីព្រោះព្រះបាទជ័យវរ្ម័នទី5ដូចខ្ញុំបានលើកខាងដើមអញ្ចឹងលោកសោយរាជពីឆ្នាំ968ដល់ឆ្នាំ1001នៃគ្រិស្តសករាជព្រះបាទឧទ័យទិត្យវរ្ម័នទី1ក៏ដូចគ្នាដែរព្រះអង្គសោយរាជពីឆ្នាំ1001ដល់1002មានន័យថាព្រះអង្គសោយរាជបាន2ឆ្នាំអាចនៅពេលដែលព្រះអង្គព្រះបាទជ័យវរ្ម័នទី5លោកសោយទីបង្គត់ទៅព្រះបាទឧទ័យទិត្យវរ្ម័ននេះសោយរាជបន្តអញ្ចឹងអាចសកត់ដើមឆ្នាំឬពេលនេះយើងអត់ប្រកាសទេព្រោះយើងដឹងតែឆ្នាំម្ដងថ្ងៃខែយើងមិនប្រកាសលោកដាក់ឯណាអញ្ចឹងតាមទិដ្ឋភាពសាលាចារឹកហ្នឹងដែលបានកសាងឡើងទិដ្ឋភាព2ហ្នឹងគឺឆ្នាំ923និង902អញ្ចឹង902ខ្ញុំអត់លើកយកមកនិយាយទេពីព្រោះគឺជាឆ្នាំដែលចាស់ជាង923បាទនឹងរឿងទិដ្ឋភាពហ្នឹងហើយយើងសួរថាតើនៅក្នុងសាលាចារឹកហ្នឹងមានរៀបរាប់ពីអីខ្លះខ្ញុំសូមបង្ហាញបន្តិចអញ្ចឹងតាមរយៈសាលាចារឹកហ្នឹងការ356ហ្នឹងនៅក្នុងឆ្នាំហ្នឹងមានន័យថាថ្ងៃ10កើតខែអាសាឍអញ្ចឹងទៅថ្ងៃប្រហោះហ្នឹងណាអញ្ចឹងព្រះមហាក្សត្រដូចខ្ញុំនិយាយខាងដើមព្រះមហាក្សត្រដែលមានងារធូលីព្រះបាទធូលីជេងព្រះកំរតេងអញហ្នឹងបានត្រាស់បង្គាប់ឲ្យព្រះរាជគ្រូអានឹងតាមទិដ្ឋភាពនៃសាលាចារឹកនៃខ្ញុំយកតែនៃដើមនៃដែលច្រើនទេត្រាស់បង្គាប់ឲ្យព្រះរាជគ្រូប៉ុន្តែព្រះរាជគ្រូនោះអត់មានឈ្មោះទេលោកអត់បានដាក់ឈ្មោះក្នុងនោះទេដោយឲ្យមន្ត្រីម្នាក់ឈ្មោះថាមន្ត្រីឈ្មោះថាកុំស្ដេងអាកាសលឹងមានន័យថានៅក្នុងឆ្នាំ902ហ្នឹងដូចខ្ញុំបានលើកហ្នឹងថា10កើតខែអាសាឍថ្ងៃប្រហោះហ្នឹងគឺមានព្រះរាជបញ្ជារបស់ព្រះបាទអាចព្រះបាទជ័យវរ្ម័នទី5ឬព្រះបាទឧទ័យទិត្យវរ្ម័នទី1ហ្នឹងត្រាស់បង្គាប់ឲ្យមន្ត្រីម្នាក់ឈ្មោះស្ដេងអាកាសលឹងទៅចាសាលាចារឹកហ្នឹងនេះអានឹងច្បាស់មានន័យទៅចាសាលាចារឹកហ្នឹងស្ររសិហ្នឹងគឺចាសាលាចារឹកហ្នឹងតាមប្រសាសន៍របស់ព្រះអង្គហ្នឹងណាទុកនៅក្នុងតម្កល់ទុកនៅក្នុងប្រាសាទនៃប្រាសាទខ្នាហ្នឹង
hơi nục nông nên năng ta chào lục cha riêng rọp bị ấy khác tam từ việc là chợ nắng ban sợi tha miên ca thưa ẩm nồi ca thưa ẩm nồi chụp cô chia cọp bay anh rương mùi nè chụp cô chia cọp bay chia đầy sài chụp khu mà co bà miên ca từ tia pôn tiệt phu mười gia cả nắng ai chỉ ca tia pôn này hay chụp phu mà con này cao âm pi thưa anh ta đập bay phai từ đó này nè tí mối cứ từ đó tiêu than nè đại nó không nấu tụ bay chia chú mua tiêu than nó dương mình bà con tha dạng mấy được cho man lực hàng đào nó trị vi crom mà bọt nắng hỏi nô tiết ai đồng con nấu siêu lần vì pro tam dạ là cho nó cứ miên bằng hai âm pi con đầu tiên cho con đỏ riệt chẳng hái cứ chỉ lần từ nào lơ rưng riệt chẳng hơi đại cũng nói tha chỉ ăn thì tép nó lơ phải đấy nữa tăng pi riệt của bạn chơi man tivi mà này nâng ai thường nói từ đó là một trai mình nè tiết mình chơi một trai nè đai group Promanh Sasna cái hạt tha sắc cặp pre mà nè đâu cứ chỉ nè đai group nó Promanh Sasnaอย่างนั้น chẳng cho hô hai mà hô ca thơm nói ca co sang ấy hơi nó không là chợ năng bằng hai cao âm pi ca thơm nói miên cho bằng trăng từ phiệp pì tức tập hiệp tí mùi cứ dùng nào từ lớn nét đại áp bị vọt cái hào đã tam bịa bổ ra những hai ta vật thể cứ ca áp bị vọt ca thay ra xa nơi dùng nong và sát năng cái hào thà thả mạ nó cứ ai chia dùng nong và sát ai chỉ thô ai chỉ cùng pi yang tơ pan tí ní cứ dùng nào lớn dùng nong và sát chân dùng nong và sát nó cứ ai chia dùng nong và sát trích bị con mà bọt năng chân trong nơi vậy là đã tha với ọt và cọt tha chẳng á phần người còn khơi miên bịa bạp năng chẳng ảnh năng tự hiện mùi nè đại thay ra xa đang tới nè đừng bàn Paul lên từ hay Paul nó tiết cứ ai Paul từ tuôn sao cái này có bẹ cả nào này nè đại co sang bờ sân trên nè nắng miên cá tụt thay ra xa ụ tia hò đây ca sờ lưng nắng cọt gì nè co sang bờ sát nằng cọt gì nè co sang bờ sát nằng chẳng cọt bàn vừa rồi có bàn tay bờ nè na tôi chui thay ra xa bờ sát nắng á cứ ai ban bẹ cả nào lúc ta tha bẹ cả nào thạ cứ ban của xó lắm cứ bẹ cả nào nên nè để sáng xong dương khoan là chỉ nè thay thì dương ở ban thì hứa ban chỉ nè thay cứ ban từ tôi bẹ cả nào này anh nói chừng này thì nâng nè na đây bầm plai nè miền lục miền đại lúc nè na miền nè bầm plai cái hao tha bầm plai nắng độ lục prao bịa tha ai miền bịa tha chị trai bay đá mình bay đá rồi đó bay tia đó á bà chỉ đàm nắng cứ nè năng nâng lẹn ruộng cao than ruộng thuê trâm sạch này rạ cạ bà cứ ruộng cho anh ti sam sấp pì thuê pin chẳng á thuê sâm này rạ cạ nắng miền này tha ruộng cho anh ti sam sấp pì hơi nè đai bằng plai nâng nè đai bằng plai nè đai thuê ở cội khát nè đại pra ông pơ hăng xa nó hăng cà rạ nó nè đại bầm plai nè đại bầm bay sạt nó bầm plai tiêu than nó lẹn ruộng tròn ti sam sập pí mình men trăm đại mình anh thì rồi từ đó nhiệt sần đàn lúc rau bị sần đàn phong tương lai tiệt chẳng ảnh năng cư chia từ phiếp này khang trong này sẽ lại cho đất chắc trong về làng bánh sầm khẹp làng bánh miền này tha trung một tháng cứ đặt cho năm bầm buồn rồi mà phải bày ba bầm buồn rồi mà phải bấy cứ trâu nông cho năm mùi pon muối này cứ sạc lại đòi trung là dây chỉ phải ra khám ái cứ bầm buồn nổi pi dân bộ mùi chất ra bầm bấy đó khơi mà ai bầm buồn nổi chiên nhá bà chất đo nó hay bà chẳng có nục nông rễ bọc on được cái này nông rễ bọc on được nông rễ chỉประมาณ tí 5 nâng rưỡi có tí tự chạm ประมาณ tí 1 ប៉ុន្តែ ដោយតាមរយៈជ្រុងហ្នឹងលោកអត់បានបង្ហាញអំពីឈ្មោះរបស់ព្រះអង្គទេបង្ហាញតែពីក្រមងារបើសិនជាដាក់ថាធូលីព្រះបាទធូលីជេងព្រះកុមរតេងអញស្រីចយវរមទេវៈអូនឹងដឹងប្រកាសនេះគឺជេប្រមាណទី 5 បើដាក់ថា
ធូលីប្របាទធូលីជេងព្រះកំរតេងអញស្រីឧទិយតិចវរមទេវៈអូនឹងគឺប្របាទឧទិយតិចវរម័នហើយប៉ុន្តែនៅទីនេះលោកអត់បានបង្ហាញលោកគ្រាន់បានបង្ហាញអំពីការត្រាស់បង្គាប់ឲ្យព្រះរាជគ្រូហ្នឹងនាំប្រសាសន៍ព្រះអង្គហ្នឹងទៅឲ្យមន្ត្រីឈ្មោះតាស្ដេងអាកាសលឹងកសាងនៅសាលាចរិតហ្នឹងហើយផ្ដល់ជាអំណោយហូរហែទៅដល់កំរតេងគាត់ដល់រាជនិងទៅដល់អ្នកគោរពព្រហ្មញ្ញសាសនាអ្នកគោរពសាសនាព្រហ្មញ្ញហ្នឹងគេហៅថាសកព្រាហ្មណៈហ្នឹងហើយអ្នកដែលធ្វើអ្នកដែលកសាងហ្នឹងគឺបានផលអីចឹងទៅហើយអ្នកដែលថែរក្សាអ្នកដែលជួយអភិវឌ្ឍហ្នឹងបានផលពាក់កណ្ដាលស្មើជាមួយអ្នកសាងសង់រីឯអ្នកណាដែលបំផ្លាញអ្នកណាដែលបំផ្លាញអ្នកដែលណាប្រោអំពើហិង្សាអ្នកណាដែលបំបែកមានអ្នកបិតាហ្នឹងមានដូចជាការបំបែកអញ្ចឹងបំបែកធ្វើឲ្យខ្ទេចខ្ទីប្រាសាទអញ្ចឹងទេវតាហ្នឹងអ្នកនោះធ្លាក់ឋាននរកចំនួនជាន់ទី32ហើយរួមទាំងញាតិសន្តានសាច់ញាតិផងខ្ញុំភ្លេចលើកមួយចំណុចគឺអំណោយទាំងអស់មានគោមានក្របីមានស្រែមានរបស់របរប៉ុន្តែមានលើសមួយទៀតតាមរយៈសាលាចឹងគឺបានបង្ហាញអំពីតន្ត្រីការនីមានតន្ត្រីកមានតន្ត្រីការនីគឺជាអ្នកដែលថែរក្សាគឺជាអ្នកដែលគ្រប់គ្រងថ្វាយសក្ការៈបូជានៅទីនោះអញ្ចឹងហ៎គឺមានទាំងពីឧបករណ៍ភ្លេងខ្ញុំឧបករណ៍ភ្លេងខ្ញុំឃើញមានពាក្យមានថ្មីងមានពាក្យហ៊ូតុកៈនេះបើយើងមកដល់ថ្ងៃនេះគឺមានន័យថាសម្ពោអាស្គរសម្ពោយើងហ្នឹងពីបុរាណហៅថាហ៊ូតុកៈអញ្ចឹងនៅក្នុងទិដ្ឋភាពហ្នឹងក៏គឺជាការធ្វើអំណោយរបស់មន្ត្រីដែលរៀបចំហ្នឹងហើយអញ្ចឹងគេណាគេបង្កើតប្រាសាទនឹងមួយមកគេសាងសង់ជាសំណង់ប្រាសាទមកគេមានខ្ញុំបម្រើជាមនុស្សអញ្ចឹងហ៎បាទហើយជាទៅទៀតនៅក្នុងតាមទិដ្ឋភាពទាំង3ដែលខ្ញុំលើកឡើងហ្នឹងអត់បាននិយាយពីរឿងខ្ញុំប្រុសខ្ញុំស្រីគឺនិយាយសុទ្ធតែជាថ្នាក់មន្ត្រីតែម្ដងដែលមន្ត្រីគឺមន្ត្រីនោះគឺមន្ត្រីថ្នាក់ទាបមានន័យថាពីវាបរហូតដល់រែងស្ដេងរហូតដល់មរតេងឬមន្ត្រីមរតេងហ្នឹងហើយបានដល់ព្រះអង្គម្ចាស់ហ្នឹងទៅអញ្ចឹងនៅក្នុងទិដ្ឋភាពហ្នឹងដែលខ្ញុំបានលើកដើមនោះមានការចន្លោះហ្នឹងគឺមានការធ្វើអំណោយឬមួយក៏គឺជាអ្នករៀបចំសក្ការៈបូជាមានភ្លេងមានផ្្លាត់មានស្អីនៅក្នុងឧបករណ៍ហូរហែទៅបាទសាលាចរិតផ្ទាំងទី3យ៉ាងម៉េចដែរលោកសាស្ត្រាចារ្យបាទចំពោះសាលាចរិតផ្ទាំងទី3គឺការ560ការ560ដែលស្ដេចលោកដាក់ការ560សាលាចរិតនេះគឺខ្ញុំលើកនៅក្នុងទិដ្ឋភាពដែលសំណេរជាភាសាខ្មែរសាលាចរិតគឺចាស់ឡើងនៅក្នុងរាជរបស់ព្រះបាទសូរ្យវរ្ម័នទី1សូរ្យវរ្ម័នទី1អញ្ចឹងណាអញ្ចឹងសាលាចរិតហ្នឹងដែលក្នុងឆ្នាំហ្នឹងយើងបូកមើល78យើងសាកបូកតិចមើល963បាទបូកមើល78មើល1041បាទអញ្ចឹងសាលាចរិតហ្នឹងគឺ1041នៃគ្រិស្តសករាជអញ្ចឹងបើយើងគិតនៅក្នុងឆ្នាំ1041នៃគ្រិស្តសករាជគឺស្ថិតនៅក្នុងរាជរបស់ព្រះបាទសូរ្យវរ្ម័នទី1ដែលព្រះអង្គសោយរាជពីឆ្នាំ1002ទៅដល់1050ឃើញទេអាហ្នឹងគឺក្នុងរាជរបស់ព្រះអង្គចឹងក្នុងសាលាចរិតជ្រុងហ្នឹងនៅជ្រុងដែលខ្ញុំកំពុងអធិប្បាយហ្នឹងគឺនិយាយអំពីព្រះអង្គម្ចាស់មួយអង្គខ្ញុំប្រើពាក្យព្រះអង្គម្ចាស់ចុះដែលមានន័យថាភុវនាទិដ្ឋៈព្រះកំរតេងអញស្រីភុវនាទិដ្ឋៈអញ្ចឹងព្រះអង្គម្ចាស់ស្រីភុវនាទិដ្ឋៈនេះលោកអាចជាប្អូនរបស់ព្រះនាងវីរលក្ស្មីព្រះនាងវីរលក្ស្មីគឺជាអគ្គមហេសីរបស់ព្រះបាទសូរ្យវរ្ម័នទី1យើងដឹងតាមទិដ្ឋភាពនៃសាលាចក្រស្ដុកកធំស្ដុកកធំគឺលោកបង្ហាញថាអគ្គមហេសីរបស់ព្រះអង្គគឺព្រះនាងវីរលក្ស្មីអញ្ចឹងក្នុងសាលាចរិតនេះនិយាយអំពីព្រះអង្គម្ចាស់ភុវនាទិដ្ឋៈហ្នឹងដែលជាប្អូនរបស់ព្រះនាងវីរលក្ស្មីដែលជាអគ្គមហេសីរបស់ព្រះបាទ
សូរ្យវរ្ម័នទី1ដែលមានងារនៅពេលព្រះអង្គសោយរាជ្យតាមអ្នកសាលាចិត្តហ្នឹងគឺលោកបានដាក់ថាព្រះកំរតេងកំតូនអញព្រះកំរតេងកំតូនអញស្រីសូរ្យវរមៈទេវៈស្រីសូរ្យវរមៈទេវៈនេះគឺជាក្រមងារនៅពេលដែលព្រះអង្គសោយរាជ្យអញ្ចឹងយើងសួរថាសាលាចិត្តហ្នឹងខ្ញុំអាចសន្និដ្ឋានទៅទៀតប្រាសាទយើងដឹងហើយប្រាសាទគឺថាកសាងមកក្រោយព្រះអង្គបានអាចឲ្យបង្គាប់ប្អូនថ្លៃទៅជាប្អូនថ្លៃរបស់ព្រះអង្គហើយទៅចាសាលាចរិតហ្នឹងហើយទៅចាសាលាចរិតបង្ហាញពីអីបង្ហាញអំពីការធ្វើជាអំណោយជារបស់របរប្រើប្រាស់អាចកើតចេញពីសិប្បកម្មព្រមណោះអំណោយនេះមិនមែនជាអំណោយជាគោជាក្របីទេគឺជាអំណោយសិប្បកម្មព្រោះមានជាភាជមានជាបាតមានជាអ្វីផ្សេងអញ្ចឹងឯងដែលជារាជបរិជ្ជអំណោយរបស់ព្រះបាទសូរ្យវរ្ម័នទី1ហ្នឹង អរគុណច្រើនលោកបណ្ឌិតបាទ បាទអរគុណបាទ